อันคริวรังอายาจัตถะสัมไตทัสสัตตะปะหะเจียติกาเตเตตะหอมังอนุการเปมังปัจจังสัทธามัทเทรังวิญญาณจักายังสตังจะความขังอภิธรรมจามังอากาวตะยอมตอจะสดใสจะตอนยังปะโพทันเดเยปะอริสายะมัชเชจะพาอนุโมทนีตังพระสนาปทวตินาสมอนุโมทนีสดสดสังละตะเตปัญญาการสนับหัวได้หล่อโรงเรียนบ้านเนปัญญาคือเกี่ยวกับติสำหรับผมคือพื้นการประสบอนุโมทนีเดมัทโธรัตนติยสักยงพระองค์ทรงเลือกกำปองกองอัญญลีกราบสมเด็จนมัสการถวายบังคมอุตึกดาวจมปูพระจุใบในพระไตรรตมีนพระพุทธรัตนมวยพระธรรมรัตนมวยนำพระสังฆรัตนมวยโดยสิกได้กรุบนังโดยสิกได้จรลาสับการรับอ่านลูกและตะเมียนอายุประกาศนาประสามกระปองถึงอ้อโดยสิกได้รับอ่านจำรานโกยมเยียนสับปะรดปรสไรอิสราธปไตยสมัยมิจฉาเตียนประเทียนบอลกรุบรูปโยมเยียนปดบริษัทตั้งอ้อกรุบคณีได้บานอันเจยโมกนองปปอนหะสมัยประไงนี้จิการวิธีบอลคูบมวยชนำดำใบอุตุมหาบอลกุศลจุนโยมบาสะสายอ่านยังนั่งได้โลกบานและโลกนี้แต่การประดับโลกนี้ให้มวยอันเลอได้ประปุเยียดได้บานเคลียร์จากโลกนี้แต่การประดับโลกนี้ให้ประเนตโดยอิสราธปไตยสมัยมิจฉาเตียนประเทียนบอลกรุบรูปเมียนไอจะดำลูกจุ่มเตียงออกลูกใส่สับปะรดจินเนี่ยเราอ่านการประพุทธศาสนาชื่อกรรมชื่อพลชื่อบอลชื่อบาชื่อสิกได้หล่อชื่อสิกได้อักระตามสนามประยุกลบาระบอบประวิจิตมีบรมสมาสัมพุทธมวยอันเลอเตียสาวโดยการลักนักเคยอุปการะคุณระบอบโลกอุปกโลกมาได้แต่บานเยียดตึงปวงมีบองเอาตะโกเยียดแต่บานสลับแต่การประโลกนี้หายก็บังเอาจัดทว่าจิตเตะขนานนปฏิยันตั้งใบจิกัดตอบสนองสองกุลก็โดยจิกะบังหาอย่างปีกัตตยูตาโทระบอบอิสราธปไตยสมัยมิจฉาเตียนประเทียนปอนกรุบรูปโดยในขนมปปนหะสมัยปรึกนี้จีได้ไทยประกอบโดยสิกได้สอบพลายจัดโกนเจ้าประสรัยบานจุบจุมปโมปดมคณีปรบกรรมอิทธิปนสังเกตาเตกินานุปเตียนนิมนต์ประสังมอบตัวพัตไกไงนี้บุญประอังสปีกเกอร์โฟนเนี่ยแต่ไม่กระโดดโดยสิกได้เจริญทลาบานเรียบจำกรรมอิทธิปนนี้ได้แม่นั่นนะไม่กระโดดไม่ใช่ไม่กระโดดนั่นไม่กระโดดไปมกทอยเป็นเด็กติดนั่นจังเตตอยจะไม่กระโดดอะไรตรงไปเนี่ยจังจะไม่กระโดดเรื่องกงจะไม่กระโดดนี่ก็ใบไม่กระโดดตั้งส่วนนะอัตโนมัติ
អនុមោទនាញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាយើងបង្អើនចិត្តស្ដាប់ពធទាំងអស់គ្នាជូនបុណ្យជូនកុសលញាតិញោមពុទ្ធបរិស័ទទាំងអស់សូមឲ្យជួបប្រទះធម៌ព្រះដល់ប្រសើរ4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយសូមអនុមោទនាដោយនៅក្នុងពេលនេះគឺជាឱកាសកម្មវិធីបុណ្យតេកណានុបទានគម្រប់ខួប1ឆ្នាំដើម្បីឧទ្ទិសបុណ្យកុសលទៅដល់ញោមឧបាសកសាយអានដែលលះលោកនេះទៅកាន់បរលោកនេះហើយញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាបានជ្រាបហើយថាអ្នកដែលបានលះលោកនេះទៅកាន់បរលោកនេះហើយមិនមានអ្វីជាទីពឹងក្រៅអំពីការទីពឹងនឹងកូនចៅប្រុសស្រីទេប្រសិនបើញោមឧបាសកសាយអាននេះលោកបានលះលោកនេះហើយបានលោកទៅកើតក្នុងកំណើតទេវតាក្តីក្នុងកំណើតមនុស្សមានបុណ្យមានកុសលក្តីជារឿងល្អចុះប្រសិនបើញោមឧបាសកលោកភ្នាត់សតិដោយប្រការណាមួយហើយទៅកើតក្នុងកំណើតទីទុកទីទាបគម្រាបស្មើតែបានអ្វីជាទីពឹងញាតិញោមពុទ្ធបរិស័ទពេលវេលារបស់យើងថ្ងៃនឹងយប់វិលទៅមុខមិនបងអង្គទោះមិនចង់នៅឯអង្គក៏មិនបានលេបត្របាក់នៅសង្ខារជនគ្រប់ប្រានអត់សល់ខានរួចបាននរណាម្នាក់ឡើយពេលវេលាស៊ីជីវិតរបស់យើងទៅឲ្យសស្រឹមអ្នកតូចក៏បានវ័យធំអ្នកធំក៏ចូលវ័យចាស់ជារាឥឡូវនេះកូនចៅប្រុសស្រីត្រូវឃ្លាតលោកឪពុកជាទីសក្ការៈបូជាអស់ប្រមាណ1ឆ្នាំហើយមិនដឹងថាលោកឪពុកស្លាប់ទៅកើតក្នុងកំណើតទីណាសុខទុក្ខយ៉ាងម៉េចក្តៅត្រជាក់ចង់បានអីមិនដឹងថាលោកចង់ពិសាអីខ្វះគ្រឿងស្លៀកពាក់យ៉ាងណាអាហារភោជនក្នុងការរស់នៅរបស់លោកមានសភាពបែបដូចបន្តិចយើងនៅឯនេះអត់បានដឹងទេជីវិតរបស់យើងរស់នៅអត់បានដឹងយើងអត់មានជជោអត់មានជុតោបបាតិកវិជ្ជាជ្រាបដឹងអំពីកំណើតនៃការស្លាប់និងការកើតរបស់សត្វលោកទេយើងមានតែការធ្វើបុណ្យធ្វើកុសលតែម្យ៉ាងគត់ញាតិញោមពុទ្ធបរិស័ទកូនចៅប្រុសស្រីទាំងអស់គ្នាពិចារណាមើលថាពេលដែលលោកឪពុកនៅមានជីវិតពេលដែលគាត់ឈឺថ្កាត់គ្រុននឹងងារគាត់ចង់ពិសារបស់នេះគាត់ប្រាប់ថាបបរនេះត្រជាក់ពេកបបរនេះក្តៅពេកអាហារនេះអាចបរិភោគបានអាហារនោះមិនអាចបរិភោគបានតែដល់តែលោកលះលោកនេះទៅកាន់បរៈលោកនេះតើលោកឪពុកយើងចង់បានអីភ្លៀនអីចង់ហូបអីរស់នៅយ៉ាងណាក្តៅត្រជាក់ឈឺចង្កេះឈឺជង្គង់តើលោកពុករបស់យើងអត់បានមកប្រាប់យើងទាំងអស់គ្នាទេទាំងនេះណាញាតិញោមពុទ្ធបរិស័ទរឿងដែលយើងក៏បីធ្វើរឿងដែលយើងក៏បីសាងរឿងដែលយើងក៏បីនៅជាមនុស្សនេះមានអត្តភាពយ៉ាងនេះយើងក៏បីខំធ្វើបុណ្យខំឲ្យទានខំធ្វើសេចក្តីល្អទ្រព្យយើងអាចរកបានណាញាតិញោមលុយកាក់ដែលយើងរកហើយអាចបាត់ទៅយើងអាចរកបានមកវិញយើងបាត់មុខរបរអាជីវកម្មមួយយើងអាចបានមុខរបរអាជីវកម្មមួយប៉ុន្តែលោកឪពុករបស់យើងលោកម្ដាយរបស់យើងញាតិរបស់យើងពេលដែលបាត់ទៅហើយមិនអាចមានបុគ្គលណាមួយមិនមានព្រះអតិទេពណាមួយសូម្បីតែព្រះពុទ្ធអង្គក៏មិនអាចជួយយើងឲ្យគាត់វិលត្រឡប់មករកយើងវិញបានរឿងដែលយើងក៏បីសោកស្ដាយមួយឆាកជីវិតរបស់លោកឪពុកនិងអ្នកម្ដាយនឿយហត់គ្រប់រឿងញាតិញោមពុទ្ធបរិស័ទនឿយហត់ណាស់
រហូតភ្លេចបន់ភ្លេចទៀនភ្លេចសេចក្តីល្អខំធ្វើកិច្ចការងារសំបីដឹងតែខ្លួនមានវ័យចាស់នៅតែប្រឹងប្រែងគ្រប់រឿងដើម្បីជីវិតកូនប្រុសស្រីថែទាំរក្សាប៉ុន្តែចុងក្រោយពេលដែលកូនប្រុសកូនស្រីមានជីវភាពគ្រប់គ្រាន់មានការងារធ្វើគ្រប់គ្នាបែរជាយើងត្រូវបាត់លោកឪពុកបាត់អ្នកម្ដាយមិនអាចនឹងមើលថែអស់ការជាអង្វែងបានរឿងនេះណាញាតិញោមពុទ្ធបរិស័ទជារឿងដែលយើងទាំងអស់គ្នាត្រូវរលឹកនឹកឃើញរឿយៗនៅក្នុងសន្តានចិត្តមនុស្សភាគច្រើនណាស់ដែលខកបំណងការដែលខ្លួនមិនទាន់រកស៊ីមានការដែលខ្លួនមិនទាន់រៀនចប់មិនទាន់មានមុខរបរនៅមានឪពុកម្ដាយលោកនំលោកណែកធ្វើកិច្ចការងារប្រចាំថ្ងៃទំនុកបំរុងយើងរៀនសូត្រធ្វើកិច្ចការងារដល់ពេលយើងបានកិច្ចការងារល្អខ្ពង់ខ្ពស់ចម្រុងចម្រើនសបោសបាយមានលុយកាក់ប្រាក់កដាស់ចាយគ្រប់គ្រាន់សំរុំនឹងគេបែរជាបាត់លោកទាំងពីរទៅដែលយើងចង់ធ្វើល្អចង់នាំគាត់ដើរលេងចង់នាំគាត់ទៅវត្តចង់នាំគាត់ទៅកំសាន្តទីណាក៏យើងអស់ឱកាសអត់មានពេលវេលាពីមុនយើងអត់មានពេលវេលានៅជាមួយគាត់ឥឡូវនេះយើងមានពេលវេលាគ្រប់គ្រាន់ប៉ុន្តែបាត់លោកអ្នកដ៏មានគុណទៅរឿងនេះជារឿងដែលយើងទាំងអស់គ្នាសោកស្ដាយទាំងញាតិញោមទាំងអាត្មាខំរៀនប្រឹងប្រែង10-20ឆ្នាំចោលផ្ទះចោលសម្បែងខំនោះខំហើយមានគំនិតគិតថាថ្ងៃណាមួយពេលដែលអាត្មាអញសិក្សារៀនសូត្រចប់មានមុខរបរគ្រប់គ្រាន់មានលុយកាក់ប្រាក់កដាស់ល្អអាត្មាអញនឹងធ្វើឲ្យឪពុកនិងម្ដាយរបស់អាត្មាអញសុបាយចិត្តពេលខ្លះលទ្ធផលដែលត្រូវបានប៉ុន្តែបែរជាបាត់ឧបការីមិនបានឃើញភាពរុងរឿងរបស់កូនចៅនេះជារឿងដែលយើងទាំងអស់គ្នាសោកស្ដាយហើយដូចអាត្មាចម្រើនពរញាតិញោមពីខាងដើមពេលដែលយើងនៅតូចត្រូវការសម្លៀកបំពាក់យើងប្រាប់លោកឃ្លានបាយឃ្លានទឹកយើងប្រាប់លោកពុកម៉ែប៉ាម៉ាក់ខ្ញុំឃ្លានចេះខ្ញុំត្រូវការចុះលោកចំអិនឲ្យយើងឥឡូវនេះលោកលះយើងទៅបាត់យើងទាំងអស់គ្នាអត់ដឹងថាលោកឃ្លានយ៉ាងម៉េចលោកស្រីយ៉ាងម៉េចលោកនៅជាមួយអ្នកណាអ្នកនោះចិត្តបាននឹងលោកដែរឬអត់យើងអត់បានដឹងទាំងអស់លោកចង់ស្លៀកពាក់អីខ្វះអីយើងអត់បានដឹងទៀតប្រាប់យើងអត់បានទាំងនេះជារឿងដែលយើងសោកស្ដាយហើយមានតែរឿងមួយគត់ដែលយើងត្រូវធ្វើគឺធ្វើបន់តក្កណានុបទានមុនប្រសង់មួយអង្គក៏ដោយ2អង្គក៏ដោយ3អង្គក៏ដោយច្រើនព្រះអង្គក៏ដោយធ្វើទៅលះធនទ្រព្យចំណាយពេលវេលាបើថាមិនបានធ្វើអីធំដុំទេអញ្ជើញទៅវត្តថ្ងៃសិលប្រគេនចង្ហាន់ព្រះសង្ឃហើយឧទ្ទិសបុណ្យទៅដល់បុព្វការីរបស់យើងជារឿងដែលយើងទាំងអស់គ្នាត្រូវប្រព្រឹត្តត្រូវប្រតិបត្តិត្រូវសាងសន្សំជីវិតរបស់មនុស្សយើងម្នាក់ញាតិញោមពុទ្ធបរិស័ទយើងសោកស្ដាយមែនតើហើយនេះសំណាងហើយមានកូនមានចៅប្រកបដោយធម៌ធ្វើបុណ្យរាល់ពេលចាឪពុកម្ដាយខ្លះណោះដែលគាត់ស្លាប់ទៅទាំងទុកចាស់លោកថាបិទភ្នែកអត់ចិត្តណាពេលដែលខំធ្វើកិច្ចការងារគ្រប់យ៉ាងមើលថែកូនខ្វះសម្លៀកបំពាក់ឲ្យគ្រប់រឿងហ៊ានខ្ចីហ៊ានបិលកូនខ្វះអាហារភោជនហ៊ានជឿហ៊ានបិលហ៊ានខ្ចីហ៊ានជំពាក់អ្នកដតីដើម្បីជីវិតកូនឲ្យតែកូនបានសេចក្តីសុខចែកទ្រព្យចែកមរតកពេលដែលកូននៅតូចឈឺអោបនឹងដើមទ្រូងរបស់លោកម្ដាយលោកឪពុកដូរគ្នាមើលថែយប់អត្រាតញាតិញោមនៅតំបន់ផ្សារអត់សូវដឹងផលលំបាកដោយអ្នកនៅតំបន់ស្រែទេញាតិញោមយល់កូនបដាស្ទុំបណ្ដាជីកូនដាក់លើស្មាបដាខ្លួនឯងកាន់នាងគាល់បដាជីវិតមួយនេះលំបាកពេកហើយមិនទាន់បានសេចក្តីសុខផងក៏លាចាកលោកចោលទៅ
ឪពុកខ្លះមិនដែលទាំងបានឃើញកូនថ្វាយអង្គមខ្លួនសំបីតែម្ដងឪពុកឈឺម្ដាយឈឺវេទនានៅនឹងផ្ទះកូនប្រុសស្រីខ្លះមិនទាំងយកភ្នែកមើលផងធ្វើឲ្យលោកក្រំគ្រាផ្លូវចិត្តមួយចំនួនទៀតឪពុកម្ដាយខ្លះក៏សម្បូរបន់ទៅបានកូនចៅប្រុសស្រីថែទាំទុកដាក់មើលថ្នាំដង្កូវថ្នាំពេទ្យតែវាលែងតែអស់ជំរឿនអស់នៃការជួយក៏លោកលះលោកទៅអញ្ចឹងញាតិញោមបបរិស័ទទាំងអស់ពេលនេះឥឡូវខួប1ឆ្នាំហើយញោមឧបាសកបានលាចាកយើងទាំងអស់គ្នាហើយក៏អត់ដឹងថាញោមឧបាសកទៅកើតនៅទីណាបដិសន្ធិយ៉ាងណាទៅនៅជាមួយអ្នកចិត្តបានឬក៏ទៅនៅជាមួយអ្នកចិត្តអាក្រក់យើងអត់ដឹងណាញាតិញោមបើសិនជាដឹងសឹងតែថានៅខេត្តណាតំបន់ណាក៏ទៅតាមមើលទៅតាមសួរសុខទុក្ខដែរទាំងញាតិញោមទាំងអាត្មាអ្នកដែលឃ្លាតបព្វការីនេះញាតិញោមដាក់នៅក្នុងបេះដូងជាស្នាមគំនុះដ៏មុតជ្រៅដែលយកអាវុធគឺដួងចិត្តរបស់លោកមកពុះជ្រែកបេះដូងរបស់យើងស្ដាយណាស់ញាតិញោមទាំងញាតិញោមទាំងអាត្មាមានភាពស្ដាយពេលខ្លះខិតខំធ្វើកិច្ចការងារសង្ឃឹមថាថ្ងៃណាមួយនឹងឲ្យលោកមានសេចក្តីសុខដោយសារយើងមិនទាន់បានរបស់របបលោកបំណងគ្រប់គ្រាន់ផងលោកទៅចោលយើងបាត់លះយើងបាត់ភាពជារាភាពចាស់ទ្រុឌទ្រោមរបស់លោកមកដល់ហត់នឿយណាស់ញាតិញោមឪពុកម្ដាយខ្លះហត់នឿយណាស់មួយថ្ងៃមិនមានពេលសម្រាកស្រាកស្រានទេប៉ុន្តែមេត្តាបិតាខ្លះក៏សប្បាយចិត្តមេត្តាបិតាខ្លះក៏អពមង្គលដែរញាតិញោមអពមង្គលចិញ្ចឹមរក្សាគេមួយជីវិតរហូតអាយុ70 80ស្លាប់តែកូនថ្វាយអង្គមម្ដងក៏មិនដែលឃើញកូនលើកនំចំណីជូនម្ដងក៏មិនដែលឃើញគួរឲ្យសង្វេគណាញាតិញោមសង្វេគចិត្តឪពុកម្ដាយខ្លះក៏មានភ័ព្វមានសំណាងបានកូនមានទឹកចិត្តល្អជួយមិនឲ្យខ្វាយខ្វល់ក្នុងការលំបាកសង្ឃថារែកពុនអីក៏ជួយបានសុខចិត្តជួយហើយអាត្មាសូមកោតសូមសរសើរចំពោះម្ចាស់ទានប្រធានបុណ្យណាស់លោកមានទឹកចិត្តមួយឆ្នាំក៏នៅតែធ្វើហើយការធ្វើបំពេញបុណ្យរឿយក៏នៅតែធ្វើជាមួយនឹងបុព្វការីឥឡូវនេះយើងមានតែវិធីមួយគត់ញាតិញោមម្ចាស់ទានគឺធ្វើទានជាមួយព្រះសង្ឃអ្នកមានសិលលោកតាលោកយាយអ្នកមានសិលអាចទំនេរមានឱកាសអីដល់ខែចូលឆ្នាំអីបើលោកឪពុកក៏ស្លាប់ហើយអីហើយបងប្អូនកូនចៅញាតិញោមពុទ្ធបរិស័ទរបស់ញោមឧបាសកញាតិសាយអានណាកាត់ខោកាត់អាវទៅណាកាត់ខោកាត់អាវណាល្អមកសម្រាប់ទៅហើយជូនទៅអាចារ្យឬក៏លោកតាណាដែលនៅក្នុងវត្តជូនពួកគាត់ទៅហើយឧទ្ទិសបុណ្យដល់លោកឪពុកយើងមិនដឹងថាពុកត្រូវប្រើអីចង់បានអីពុកត្រូវស្លៀកខោណាខ្វះខោណាខែនឹងល្ងាឬក៏ក្តៅរស់នៅជាសុខសាន្តយ៉ាងណាយើងអត់ដឹងអញ្ចឹងមានតែវិធីព្រាវមួយទេគឺធ្វើទាននឹងធ្វើទានមានខោមានអាវអីចឹងទៅណាល្អទៅជូនតាជូនយាយអីចឹងទៅឧទ្ទិសបុណ្យដល់លោកព្រោះឲ្យបានជាចំណែកនៃសេចក្តីសុខទាំងអស់គ្នាហើយថ្ងៃនេះធ្វើបុណ្យតេកណានុបទានថ្ងៃនេះគ្រប់លំមញាតិញោមមានទាំងឆាន់ព្រឹកមានទាំងសូត្រមន្តមានទាំងទេសនាមានដាក់ចង្ហាន់ទៅវត្តប្រសង់ឆាន់បានមួយវត្តទៀតថ្ងៃនេះគាត់ថាមកផាត់នឹងអត់ឲ្យលោកទៅបិណ្ឌទេឥឡូវប្រសង់វត្តអាត្មាលោកចេញទៅរៀនអសាតិចដែរទេញាតិញោមអសាជិត30អង្គ28 29អង្គប៉ុណ្ណឹងទេលោកទៅរៀនដល់ឆ្នាំនៃគីឡើងថ្នាក់ទៅសិក្សារៀនសូត្របន្តញាតិញោមវត្តបរិស័ទអាត្មាមិនមានអីច្រើនទេណាអាត្មាគ្រាន់តែចង់ចម្រើនពរថាបើនៅមានឪពុកនៅមានម្ដាយដែលលោកនៅមានជីវិតរស់នៅទេកុំឲ្យស្ដាយក្រោយណាញាតិញោមខំថែទាំរក្សាមើលជាពិសេសរក្សាទឹកចិត្តលោកកុំឲ្យលោកកឡក់ចិត្តដោយសារយើងពេលដែលលោកនៅមានជីវិតនឹងខំធ្វើសេចក្តីល្អមានក្រអត់ឃ្លានអីលំបាកលំបិនតែគ្រួសារយើងទៅហើយគំនុំរឿងកង្វល់ជូនលោកអត់បណ្ណាក្របណ្ណាជូនលោកបើធម្មតាឪពុកមានវ័យចាស់ចង់ដើរបន់ដើរទៀនកំសាន្តទីណា
ពេលវេលាការងារដូចអាត្មាថាលុយនឹងការងារយើងរកបានប៉ុន្តែពេលវេលាសំខាន់ជាមួយម៉ែឪរបស់យើងមិនងាយមានទេឥឡូវហ្នឹងម្ចាស់ទានប្រធានបុត្រអស់ពេលវេលាជាមួយញោមឧបាសកសាយអានអស់ពេលវេលាហើយចង់កូននឹងដឹកទៅដើរលេងក៏មិនដឹងយកទៅណាក៏មិនកើតចង់ទៅពេទ្យក៏មិនបានគាត់អស់ដឹងអស់លឺហើយចង់កូនសុខទុក្ខយ៉ាងណាក៏លែងដឹងចង់កូនធ្វើខុសក៏លែងប្រាប់ចង់កូនធ្វើត្រូវក៏លែងសរសើរគឺលែងបានទាំងអស់គ្មានឱកាសទៀតទេចឹងញាតិញោមណាដែលនៅមានឪពុកម្ដាយចាស់ក៏បីធ្វើសេចក្តីល្អឲ្យហើយជាពិសេសផ្លូវចិត្តរបស់គាត់ណាញាតិញោមណានឹងសូមអនុមោទនាប៉ុណ្ណឹងចាស់មកកលៀបភ្នែកទៅឃើញម៉ោង8ជាងហើយចង់នៅវេចង្ហាន់វេអីទៀតទៅកុំឲ្យយូរណាញាតិញោមនឹងមកមិញហ្នឹងតាមកាពិតមកបបាយហ្នឹងមិនជាកន្លះម៉ោងផងទេប៉ុន្តែដោយសារតែស្ទះម៉ូតូរោងចក្រគេទៅយឺតនឹងចឹងសូមញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាបង្អោនចិត្តលើកមហាបុណ្យកុសលទាំងអស់ជូនញោមឧបាសកសាយអានសូមឲ្យញោមប្រុសញោមស្រីញាតិដែលបានលះលោកទៅសូមឲ្យបានចំណែកសេចក្តីសុខគ្រប់ប្រការអាយ៉ាងធម្មទេសនានិទ្ធិតាពធទេសនាសំគួរនឹងពីវេលាប៉ុណ្ណឹងឯងអេវ៉ាំង